របៀបធ្វើវីដេអូបកប្រែបែបនេះ When a pilot pulls the ejection handle in an emergency, the harness ឲ្យទៅជាវីដេអូបែបនេះ នៅពេលដែលអ្នកបើកយន្តហោះជួបក្នុងគ្រាអាសន្នគ្រោះថ្នាក់ណាមួយពួកគេគ្រាន់តែទាញចំណុចកុងតាក់ចេញពេលនោះខ្សែរឹតតឹងភ្លាមចាក់សោរាងកាយនៅនឹងកន្លែង ចឹងកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទជំហានដំបូងយើងត្រូវចូលក្នុងកម្មវិធី CapCut គឺមកដល់កន្លែងនេះគឺយើងចុចកន្លែងមកយកកន្លែង Auto Caption ហើយរើសយកវីដេអូដែលយើងចង់ធ្វើការបកប្រែបាទអូខេហើយមកដល់កន្លែងនេះគឺយើងចុច Generate ទៅហើយយើងធ្វើការរងចាំបន្តិចបាទអូខេឥឡូវខ្ញុំបានវីដេអូបាន caption នៅលើវីដេអូនេះហើយគឺយើងធ្វើការ copy ម្ដងមួយបងប្អូនគ្នាបាទវាធ្វើបែបនេះរៀងយឺតបន្តិចប៉ុន្តែយើងនឹងទទួលបានលទ្ធផលល្អបាទអូខេយើងចុចចំកន្លែង edit នេះទៅនេះគឺជាអក្សរដែលធ្វើការបកប្រែមិញដែលវា load caption អក្សរនៅលើវីដេអូហ្នឹងអញ្ចឹងបន្តទៀតគឺយើងចូលក្នុង website មួយបងប្អូនអរគ្នាវាយ PM Sela ទៅអញ្ចឹង website នេះគឺបំលែងពីអត្ថបទទៅជាសំឡេងបាទនៅពេលដែលយើងចូលមកដល់ចូល website ទៅវាចេញទាំងបែបនេះយើងចូលកន្លែងនេះអក្សរទៅសំឡេងបានន័យថាយើងកែពីបំលែងពីអត្ថបទទៅជាសំឡេងអញ្ចឹងបងប្អូនអរគ្នាបាទឥឡូវយើងចុចចំហ្នឹងទៅអូខេបងប្អូនអរគ្នាអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំដាក់ភាសាខ្មែរយើងបកប្រែជាភាសាខ្មែរហើយ page គឺខ្ញុំដាក់ page ប្រុសអញ្ចឹងបងប្អូនចង់ដាក់ស្រីប្រុសតែចិត្តតែខ្ញុំដាក់ប្រុសហើយកន្លែងនេះគឺកន្លែងអត្ថបទយើងចង់សរសេរប៉ុន្តែយើងសរសេរជាភាសាខ្មែរអញ្ចឹងខ្ញុំធ្វើការ copy អក្សរមិញចូលសិន pass អក្សរមិញចូលសិនដោយសារតែអក្សរមិញខ្ញុំបានដាក់ភាសាអង់គ្លេសមិញ copy មិញអញ្ចឹងអត្ថបទវាមានច្រើនអញ្ចឹងខ្ញុំធ្វើការ copy ម្ដងមួយអូខេ pass ចូលអញ្ចឹងដោយសារតែខ្ញុំធ្វើនេះគ្រាន់តែជាការបញ្យល់បងប្អូនទាំងអស់គ្នាខ្លីៗទេឥឡូវខ្ញុំ copy ប៉ុណ្ណឹងអញ្ចឹងអត្ថបទខ្ញុំ copy ប៉ុណ្ណឹងសិនខ្ញុំ copy នេះយកទៅដាក់ក្នុង Google Translate បាទអូខេ pass ចូលឥឡូវខ្ញុំបានភាសាខ្មែរហើយអញ្ចឹងខ្ញុំធ្វើការ copy ហើយយកទៅដាក់ក្នុង website មិញនេះដែលមានអក្សរអង់គ្លេសមិញឥឡូវខ្ញុំដាក់ជាភាសាខ្មែរវិញអូខេនេះបាទអញ្ចឹងអត្ថបទនេះបើសិនជាករណីយើងមើលទៅយើងអាចកែសម្រួលបានបន្ថែមទៀតបាទអញ្ចឹងកន្លែងដល់កន្លែងនេះគឺយើងដាក់ធម្មតាឬក៏យឺតឬក៏លឿនស្អាតទីចិត្តទេឥឡូវខ្ញុំដាក់ធម្មតាហើយមួយទៀតកន្លែងនេះគឺយើងបង្កើតសំឡេងចាំបន្តិចបងប្អូនគ្នាអូខេឥឡូវខ្ញុំបង្កើតសំឡេងបានហើយកន្លែងនេះបាទគឺយើងអាច play សារបានអូខេចាំបើយើងស្ដាប់សំឡេងហើយថាបានល្មមហើយគឺយើងចុចចំកន្លែងទាញយកកន្លែង MP3 អូខេទាញបានរួចរាល់អញ្ចឹងបន្តមកទៀតគឺយើងចូលទៅក្នុង CapCut វិញហើយបន្តមកទៀតគឺយើងចុចចំកន្លែងសំឡេងនេះបាទ audio ហើយយកកន្លែង sound នេះមកហើយបន្តមកទៀតគឺយើងចុចចំកន្លែងនេះហើយយកកន្លែង device ហើយយើងយកទៅយកសំឡេងដែលយើងបាន download មិញអូខេយើងអាច play មកទៅហើយអាចសេរីឲ្យតាមត្រូវជាមួយរូបភាពដែលយើងចង់បំលែងហើយបើសិនជាបងប្អូនអរគ្នាចង់បានដាក់រូបយើងនៅកន្លែងនេះទៀតគ្រាន់តែចូលទៅកន្លែង overlay ហើយយករូបវីដេអូរបស់យើងមកអូខេអញ្ចឹងកន្លែងនេះគឺយើងអាចចូលកន្លែង remove BG ហើយយកកន្លែង auto ទៅនេះដាច់ background này ហើយបន្តទៀតវាយើងចង់ដាក់សញ្ញាជុំវិញយើងអាចចុចនេះអូខេយើងដាក់រើសបានយើងចង់ដាក់មួយណាយកមួយហ្នឹងទៅពីច្រើនខ្ញុំដាក់នេះហើយបន្តមកទៀតគឺយើងអាចស៊ូមវាទូបន្តិចអូខេប៉ុណ្្នឹងទៅអញ្ចឹងយើងអាចធ្វើការបកប្រែវីដេអូបានហើយយើងអាចដាក់រូបយើងនៅទីនេះអញ្ចឹងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគ្រាន់តែចង់ចែកបែបទៅបងប្អូនអរគ្នាបាទបាយបាយ